ប្រវត្តិរថក្រោះ Scorpion និង M41 Walker Bulldog របស់ប្រទេសថៃធ្លាប់បានបំពេញតួនាទីសំខាន់ក្នុងកងទ័ពថៃមុនរថក្រោះទំនើបសពថ្ងៃដូចជា VT4 និង T84 Scorpion ត្រូវបានផលិតដោយក្រុមហ៊ុន Elvis Ltd នៅប្រទេសចក្រភពអង់គ្លេស UK ប្រភេទរថក្រោះស្រាល Light Tank អាវុធចម្បាំងកាំភ្លើង 76 mm LT23A1 អាវុធរងកាំភ្លើង 7.62 mm ទម្ងន់ប្រហែល 8 តោនគ្រូ 3 នាក់ល្បឿនប្រហែល 80 គីឡូម៉ែត្រក្នុង1ម៉ោងលឿនណាស់សម្រាប់រថក្រោះប្រើប្រាស់ 1970 ទសវត្សរ៍ដល់ 1990 ទសវត្សរ៍នៅថៃការប្រើប្រាស់នៅថៃបានទិញរថក្រោះ Scorpion ប្រហែល 40 បូកគ្រឿងក្នុងទសវត្សរ៍ 1970 ដល់ 1980 ប្រើសម្រាប់ការតាមដានល្បាតសកម្មភាពល្បឿនលឿននិងការផ្គត់ផ្គង់គាំទ្រចលនាសមរម្យសម្រាប់តំបន់ភ្នំនិងព្រៃដីដែលរថក្រោះធ្ងន់ចូលពិបាកត្រូវបានដកចេញបន្តបន្ទាប់ក្រោយឆ្នាំ 2000 ដោយសារចាស់និងសមត្ថភាពទាបសម្រាប់សម័យថ្មី M41 Walker Bulldog M41 ត្រូវបានផលិតដោយក្រុមហ៊ុន Cadillac Motor Car Division នៅសហរដ្ឋអាមេរិក USA ប្រភេទរថក្រោះស្រាល Light Tank អាវុធចម្បាំងកាំភ្លើង 76 mm M32 អាវុធរងកាំភ្លើង 7.62 mm និង 12.7 mm ទម្ងន់ប្រហែល 23 តោនគ្រូ 4 នាក់ល្បឿនប្រហែល 72 គីឡូម៉ែត្រក្នុង1ម៉ោងប្រើប្រាស់ 1950 ទសវត្សរ៍ដល់ 1990 ទសវត្សរ៍នៅថៃបញ្ជាទិញពីអាមេរិកក្នុងទសវត្សរ៍ 1960 ទសវត្សរ៍ដល់ 1970 ទសវត្សរ៍ប្រើសកម្មក្នុងការត្រួតពិនិត្យព្រំដែននិងបម្រើសមត្ថភាពជើងគោជារថក្រោះចម្បាំងសំខាន់របស់ថៃមុនពេលទិញ M60A3 ត្រូវបានដកចេញបន្ទាប់ពីចូលរថក្រោះថ្មី M60A3 VT4